សួស្តីអ្នកទាំងអស់គ្នាបាទសុខសប្បាយជាទេ ថ្ងៃនេះខ្ញុំមានវីដេអូមួយបង្កើតឡើងគឺចង់ share បទពិសោធន៍និងចំណេះដឹងមួយចំនួនដែលខ្ញុំមានបាទជូនទៅកាន់សិស្សានុសិស្សទាំងអស់ដែលកំពុងតែសិក្សាទៅលើជំនាញគណនេយ្យហើយអ្នកទាំងអស់គ្នាបច្ចុប្បន្នកំពុងតែមានផលវិបាកក្នុងការរៀនហើយក៏ពិបាកក្នុងការចងចាំទៅលើមុខងារនីមួយៗបាទអញ្ចឹងក្នុងវីដេអូនេះអាចជួយសម្រួលការងារឬក៏ចំណេះដឹងអ្នកទាំងអស់គ្នាឲ្យមានការចងចាំបានកាន់តែរហ័សបាទអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំមាន objective ក្នុងការ training គឺទី1អ្នកទាំងអស់គ្នានឹងធ្វើការ improve នៅជំនាញ skill ដែលអ្នកទាំងអស់គ្នាបានរៀនបាទហើយក៏អាចជួយសម្រួលការងារបច្ចុប្បន្នផងដែរទី2គឺធ្វើឲ្យ performance ការងារក៏ដូចជាការរៀនសូត្ររបស់អ្នកទាំងអស់គ្នាមានការកើនឡើងនិងធ្វើអ្វីឲ្យមាន productivity ហើយចំណុចចុងក្រោយគឺតាក់ទងជាមួយនឹងការដោះស្រាយបញ្ហាបាទឲ្យអ្នកទាំងអស់គ្នាគិតក្នុងការដោះស្រាយបញ្ហាឲ្យស៊ីជម្រៅហើយក្នុងការវិភាគទៅលើ skill ជំនាញខាងផ្នែក accounting ផងដែរអញ្ចឹងកុំឲ្យរងចាំយូរអ្នកទាំងអស់គ្នាចូលរួមក្នុងការធ្វើតេស្តជាមុនសិនបាទការធ្វើតេស្តហ្នឹងក៏មានភាពងាយស្រួលទេមិនពិបាកគឺត្រឹមតែ5សំណួរទេបាទតោះអូខេ let's go អញ្ចឹងសំណួរនេះអ្នកទាំងអស់គ្នាជួយឆ្លើយណាបាទទី1គឺអ្នកទាំងអស់គ្នាត្រូវជ្រើសរើសសំណួរបាទចម្លើយមួយគឺពីចម្លើយ A B C and D បាទអញ្ចឹងសំណួរនេះងាយប្រសិនបើអ្នកទាំងអស់គ្នាធ្លាប់រៀនពីមុនមកណាបាទតាក់ទងជាមួយនឹង balance sheet ថាតើនៅក្នុងចំណោម item ទាំងអស់នេះតើមួយណាដែលមិនស្ថិតនៅក្នុង balance sheet តោះសូមឆ្លើយទាំងអស់គ្នាបាទគឺចម្លើយ B បាទគឺ gross profit បាទមិននៅក្នុង balance sheet ទេបាទសំណួរទី2បាទសំណួរទី2គឺតើ account receivable ជាអីអ្នកនរគ្នាបាទ A ជា asset បាទ B ជា owner equity C a liability and D គឺ an expense បាទមួយណាអ្នកនរគ្នាធ្លាប់រៀនហើយបាទចម្លើយនោះគឺបាទត្រឹមត្រូវ asset បាទត្រឹមត្រូវអញ្ចឹងមកសំណួរទី3សំណួរទី3គឺតាក់ទងជាមួយនឹង prepaid expense តើចម្លើយមួយណាដែលស្ថិតនៅក្នុង prepaid expense បាទមាន A គឺ asset បាទ B គឺ owner equity C គឺ liability បាទ D គឺ expense បាទចម្លើយនោះគឺបាទ expense ឬក៏ជា asset មើលបាទអូខេត្រឹមត្រូវបាទគឺ asset A and asset បាទសំណួរបន្តទៀតបាទអ្នកទាំងអស់គ្នាធ្លាប់រៀនតាក់ទងជាមួយនឹង income statement ហើយណាបាទអញ្ចឹងនៅក្នុងចម្លើយទាំង4នេះតើចម្លើយមួយណាដែលអ្នកគិតថាជាប្រភេទ income statement បាទ A expense B fixed asset បាទ C liability D equity មួយណាអ្នកនរគ្នាបាទទាយមកមិនមែនទាយទេគឺធ្លាប់រៀនពីមុនមកគឺចេះហើយបាទអញ្ចឹងចង់ធ្វើតេស្តមើលថាតើដឹងដែរឬទេបាទចម្លើយនោះគឺបាទត្រឹមត្រូវគឺ A បាទ expense បាទត្រឹមត្រូវអូខេចុងក្រោយបាទសំណួរចុងក្រោយបាទអ្នកទាំងអស់គ្នាសូមជួយឆ្លើយណាចម្លើយមួយក្នុងចម្លើយទាំងអស់ដែលតាក់ទងជាមួយនឹង basic accounting equal ណាបាទ A នោះគឺ net worth ស្មើជាមួយនឹង asset បូកជាមួយនឹង profit បាទ B នោះគឺ gross profit
ដកជាមួយនឹង sell ស្មើគ្រប់ profit margin បាទ C នោះគឺ asset equal liability plus owner equity បាទ D នោះគឺ income equal expense minus asset បាទមួយណាអ្នកនរគ្នាបាទគិតមើលសិនមើលបាទជាចម្លើយចុងក្រោយផងបាទគឺចម្លើយ A បាទចម្លើយ A No គឺចម្លើយ C បាទ C នោះគឺ asset equal liability plus owner equity បាទដែលយើងធ្លាប់រៀនពីមុនមកហើយបាទអញ្ចឹងអ្នកនរគ្នាយល់យ៉ាងណាដែរសូមចូលរួមក្នុងការ feedback ណាបាទទៅលើចំណេះដឹងអ្នកនរគ្នាបានរៀនពីមុនមកអញ្ចឹងបន្ទាប់ពីឆ្លើយសំណួរ5សំណួរនេះតើអ្នកនរគ្នាឆ្លើយត្រូវប៉ុន្មានអញ្ចឹង evaluate ខ្លួនឯងក្នុងការសិក្សា accounting ហើយក៏ចូលរួមក្នុងការ feedback ទៅលើវីដេអូនេះបាទដើម្បីឲ្យវីដេអូនេះបង្កើតឡើងគឺមានសារៈប្រយោជន៍បាទ improve ទៅថ្ងៃមុខទៀតក៏ជាចំណេះដឹងមួយជួយចែករំលែកបងប្អូនសិស្សានុសិស្សទាំងអស់បាទអញ្ចឹងសូមជួយ comment ទាំងអស់គ្នាហើយក៏សូមចុច like ផងដែរបាទអញ្ចឹងអរគុណច្រើនសូមចូលរួមវីដេអូបន្ទាប់ទៀតបន្ទាប់ពីយើងបានធ្វើតេស្តទាំងអស់គ្នាបាទ